មកបានដឹកដៃមានពលរដ្ឋមកកាន់វិទ្យាការកិត្តិយសសូមការចូលរួមពីឯកឧត្តមលោកជំទាវភ្ញៀវនេះទាំងអស់គ្នាអបអរសាទរការធ្វើដំណើររបស់ពលរដ្ឋមុនចាំនេះលោកពលរដ្ឋអេកូប្រារួមតាំងពីថ្ងៃទី1រហូតដល់ថ្ងៃនេះយើងអត់ដែលឆ្លោះគ្នាបកែកគ្នាបាយគ្នាទេអត់ដែលមានសំបីតែម្ដងហើយទោះបីជាមុខខ្ញុំរៀងឌឺតិចមុខខ្ញុំរៀងកឹងតិចប៉ុន្តែសេចក្តីស្រឡាញ់និងបេះដូងស្មោះសរចរិតពីធម្មជាតិរបស់ខ្ញុំគឺល្អទេហើយខ្ញុំជាមួយនឹងប្រពន្ធក៏មិនអាចបានមកឈរនៅទីនេះបើសិនជាគ្មានការគ្រប់គ្រងពីបងប្អូនទាំងអស់គ្នាជាពិសេសពីគ្រួសារខ្ញុំមកគុណដល់ពូខ្ញុំពូខ្ញុំគាត់ឈ្មោះវិបុលគាត់ស្រឡាញ់អោបកសោបដោះស្រាយបញ្ហាទាំងអស់ខ្លួនហើយខ្ញុំបង្កើតបន្តែខ្លួនបាយផ្សាយបន្តែយ៉ាងណាក៏ភាពសប្បាយរីករាយមួយនេះសុភមង្គលមួយនេះក៏ដូចជាការតស៊ូមួយនេះគឺជាគំរូដល់អ្នកទាំងអស់គ្នាដែលមានបំណងចង់វិវត្តខ្លួនឯងពី0ទៅដល់100មកបានដឹកដៃមានពលរដ្ឋមកកាន់វិទ្យាការកិត្តិយសសូមការចូលរួមពីឯកឧត្តមលោកជំទាវភ្ញៀវនេះទាំងអស់គ្នាអបអរសាទរការធ្វើដំណើររបស់ពលរដ្ឋមុនចាំនេះលោកពលរដ្ឋអេកូប្រាលោកជំទាវភ្ញៀវនេះទាំងអស់គ្នាអបអរសាទរHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những Dừng sân của cả đội chung và bài đó từ những sản phẩm của người Việt Nam và bất cứ những thiết ở sau ý luôn chỉ là thảo luận cho và cho rằng là so sánh với công nhân và đi khuyên dùng đó và cho lại những chút so với và luôn có những sự được nói và vững nhiên và sâu say của những người nói đấy và vững nhiên người sang những sự đánh giá sức khỏe của người những sáu mươi con những chỉ số con tỷ và ông chúng tôi đây là cái những chuyện như thế mà chúng tôi muốn lại cho nên là đó chỉ là cái muối và cho lại những chút so với và luôn có những sự được nói và vững nhiên và sâu say của những người nói đấy và những cái người sang những sự đánh giá sức khỏe của người những sáu mươi con những chỉ số con tỷ và ông chúng tôi đây là cái những chuyện như thế mà chúng tôi muốn lại cho nên là đó chỉ là cái chia rúaតាំងពីថ្ងៃទី1រហូតដល់ថ្ងៃនេះយើងអត់ដែលឆ្លោះគ្នាបកែកគ្នាបាយគ្នាទេអត់ដែលមានសំបីតែម្ដងហើយក៏សូមឲ្យបន្តចឹងរហូតទៅដល់ឆាកពុកបាច់ដល់កោងខ្នងព្រោះដោយសារតែខ្ញុំអត់ចង់កោងខ្នងព្រោះខ្ញុំខ្លាចពេលដែលខ្ញុំកោងខ្នងទៅខ្ញុំអត់មានលទ្ធភាពមើលថែមកហើយអរគុណហើយខ្ញុំជាមនុស្សម្នាក់ដែលពីមុខខ្ញុំរៀងលេងសើចច្រើនប៉ុន្តែបើនៅចំពោះមុខបងប្អូនទាំងអស់គ្នាខ្ញុំអត់សូវនិយាយស្ដីអីច្រើនព្រោះខ្ញុំបានតែទ្រឹស្ដីរៀងច្រើនតិចហើយទោះបីជាមុខខ្ញុំរៀងឌឺតិចមុខខ្ញុំរៀងកឹងតិចប៉ុន្តែស
សេចក្តីស្រឡាញ់និងបេះដូងស្មោះសរចរិតពីធម្មជាតិរបស់ខ្ញុំគឺល្អទេអញ្ចឹងថ្ងៃនេះក៏សូមតំណាងឲ្យក្រុមគ្រួសារទាំងមូលអរគុណដល់បងប្អូនទាំងអស់គ្នាដែលផ្ដល់ជាកិត្តិយសនៅក្នុងថ្ងៃនេះហើយខ្ញុំជាមួយនឹងប្រពន្ធក៏មិនអាចបានមកឈរនៅទីនេះបើសិនជាគ្មានការគ្រប់គ្រងពីបងប្អូនទាំងអស់គ្នាជាពិសេសពីគ្រួសារខ្ញុំអរគុណដល់ពូខ្ញុំពូខ្ញុំគាត់ឈ្មោះវិបុលគាត់ស្រឡាញ់អោបកសោបដោះស្រាយបញ្ហាទាំងអស់ព្រោះថាប្រៀបដូចជាឪពុកប្រៀបដូចជាមិត្តភ័ក្តិប្រៀបដូចជាជីតាប្រៀបដូចជាម្ដាយជាគ្រប់យ៉ាងតែតែម្ដងដំបូងមានដកក្មួយបារម្ភគិតហើយក៏តែឆ្លួងហើយពីពុកកាត់តែឆ្លួងបែកផ្សែងប៉ុន្តែយ៉ាងណាក៏អត់អាចចោលពូនៅទាំងអស់កសោអរគុណនិយាយពីគាត់ខ្ញុំចង់តែយំព្រោះដោយសារតែដំណើរខ្ញុំវែងឆ្ងាយពេកបន្ទាប់ពីគ្រួសារត្រូវបានក្បាក់យើងក៏ផ្សងព្រេងមករយៈពេលជាង10ឆ្នាំក៏ខ្ញុំបានជោគជ័យហើយខ្ញុំក៏សប្បាយចិត្តនៅថ្ងៃមុនដំបូងដែលខ្ញុំបានចេញពីទីតាំងមួយរហូតដល់បានជួបប្រពន្ធខ្ញុំគិតថាខ្ញុំជោគជ័យសឹងតែគ្រប់យ៉ាងនៅក្នុងជីវិតខ្ញុំព្រោះខ្ញុំជោគជ័យទាំងការងារទាំងការតស៊ូក្នុងជីវិតទាំងស្នេហាទាំងគ្រួសារមានសុភមង្គលនៅពេលដែលខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរជីវិតរបស់ខ្ញុំហើយខ្ញុំពិតជាអរគុណមួយទៀតដែលមីងខ្ញុំគាត់អត់នៅទេប៉ុន្តែគាត់ថ្ងៃដែលចុងក្រោយគាត់បានឲ្យលើខ្ញុំ 20000 ដែលខ្ញុំចេញពីបាត់ដំបងហើយខ្ញុំពេញសបត់បាន15000សល់តែ5000រៀលទេអញ្ចឹងបើសិនជាខ្ញុំមានលុយតែ50000រៀលឬ10000រៀលក៏ខ្ញុំនៅតែជោគជ័យដែរព្រោះខ្ញុំមានលុយលើពីថ្ងៃដែលខ្ញុំបានចេញមកពីផ្ទះអញ្ចឹងថ្ងៃនេះខ្ញុំគិតថាទោះជាយ៉ាងណាក៏ដោយខ្ញុំគិតថាមីងក៏ដូចជាលោកតានឹងបានឃើញនៅសុភមង្គលរបស់ពួកយើងហើយមិនភ្លេចបន្ថែមទៀតនោះក៏អរគុណដល់ឪពុកម្ដាយដែលបីបាច់ថែសារខ្ញុំព្រោះថ្ងៃហ្នឹងម៉ែក្មេងស្រឡាញ់កូនភាសាណាសឡទុកដាក់ខ្លាចតកូនអត់ហូបអញ្ចឹងអរគុណម៉ែនៅក្នុងថ្ងៃនេះតែកុំយំម៉ែកុំធ្វើដូចខ្ញុំខ្មាស់គេហើយអរគុណឪដែលទ្រឹស្ដីចេះជួយនាំរហូតបាច់ទេខ្ញុំនិយាយម្នាក់ឯងបានហើយហើយជាពិសេសខ្ញុំអរគុណដល់បងប្រុសខ្ញុំទាំងពីរអរគុណហេរ៉ាហេរិតអរគុណច្រើនមែនតើដែលតែងតែប្រឹក្សាយោបល់បដៅប្អូនប្រាប់ពីនេះពីនោះហើយអរគុណដល់បងស្រីអរគុណបងលីនអរគុណច្រើនដែលផ្ដល់ជាកិត្តិយសអរគុណដល់បងប្រធានអរគុណដល់សម្ដេចអរគុណក្រុមការងារទាំងអស់គ្នាក៏ដូចជាអរគុណដល់មិត្តភ័ក្តិបងប្អូនដែលរាប់អាននិយាយរឿងច្រើនទេព្រោះអត់ងាយបាននិយាយថ្ងៃនេះនិយាយអស់ជាពិសេសក៏សូមឲ្យភាពសប្បាយរីករាយមួយនេះសុភមង្គលមួយនេះក៏ដូចជាការតស៊ូមួយនេះគឺជាគំរូដល់អ្នកទាំងអស់គ្នាដែលមានបំណងចង់វិវត្តខ្លួនឯងពី0ទៅដល់100ទោះបីជាអ្វីមិនទៀងទាត់ក៏ដោយប៉ុន្តែការជោគជ័យនៅក្នុងថ្ងៃនេះយើងគួរតែសប្បាយចិត្តណាអ្វីដែលយើងមានហើយទៅមុខតទៀតខ្ញុំជឿថាខ្ញុំជឿជាក់ទៅលើការប្រឹងប្រែងជឿជាក់ទៅលើភាពមោះមុតនៅក្នុងការងារជឿជាក់ទៅលើការអត់ធ្មត់ទោះយ៉ាងណាក្តីអរគុណដល់បងប្អូនអ្នកសម្រាប់ការផ្ដល់ជាកិត្តិយសនៅក្នុងថ្ងៃនេះខ្ញុំបាទជីដេវីតនិងភរិយាសូមគោរពអរគុណអរគុណខ្លាំងណាស់បាទសម្រាប់ការបង្ហាញអំពីទំនុកទឹកចិត្តដ៏ធំធេងនៃការលោកអ្នកមានគុណទាំងសងខាងក៏ដូចជាពីខាងឯកឧត្តមជម្រាបយើងទាំងអស់បាទផ្ដល់ទឹកជួនៅក្នុងថ្ងៃនេះបាទចាត់កម្មវិធីរបស់យើងជាបន្តនេះបងហ្នឹងមែនអត់ឲ្យទឹកចិត្តបាទជួយបងប្អូនដល់បងប្អូនរៀបរាប់ក្នុងក្នុងតាមបាទហើយពិសេសថ្ងៃក្នុងការបងប្អូនគឺពិតជាអំពើមែនតើបាទលោកលោកស្រីនេះកញ្ញាញៀវជួបាទដើម្បីព្រៀបកាយព្រៀបជាដើម្បីចូលរួមបងប្អូនតារានមិនមិនទូស្គាល់ទៅនឹងខ្លួនទៅផងដែរបាទសូមជម្រាបជូនដល់ថ្ងៃនេះសូមជម្រាបទៀតបងប្អូនទាំងអស់គ្នាជួយលើកបន្តលើកការទាំងអស់គ្នាលោក
bài một hàng pra sa mình theo đầu vào nên cái đấy chơi bom tầng hạt đi xong chơi cái đó kia từ chùa បាទចឹងថ្ងៃនេះបាទគឺដោយតែអារម្មណ៍របស់ជំទាវយើងទាំងអស់គ្នាដឹងហើយបាទយើងមានការចូលរួមបាទចំណាយដល់ភពមួយពី idol បាទអញ្ចឹងសម្រាប់យើងទាំងអស់គ្នាដែលនៅតាមតុបាទត្រូវការពេជ្រហើយបើសិនជាមាន idol លើក idol ទាំងអស់គ្នាបាទអសាទរដល់ idol ទាំងពីរបាទដូច្នេះខ្ញុំបាទសូមធ្វើការរាប់ជូននិងសូមលើក idol ព្រមគ្នា1 2 3 cheer អសាទរហើយសិល្បករពីរគូកំឡុងមុនចាត់ទៅវិញគូកំឡុងเด็กតុបរសូមជួយអបអរសាទរ អរគុណ អនុញ្ញាតក្រុមគ្រួសារចូលកែអត់ចូលជាមួយនឹងឯកោចូលគ្នាមួយចាំពីព្រឹកថ្ងៃនេះ และตลอดโชว์งานเรียนรอง មួយ បាទ អាចារ្យសូមគោរពអញ្ជើញលោកបានបាត់ក៏បានដែរចាសូមជួយអបអរសាទរ